ការសួរដេញដោលដែលគ្មានគោលដៅឬដើម្បីផ្ចាញ់ផ្ចាលគ្រាន់តែជាការសម្ដែងឲ្យឃើញនូវភាពល្ងង់ខ្លៅរបស់ខ្លួនប៉ុណ្ណោះជាធម្មតាពួកម៉ាក់មិត្តភ័ក្តិរូបការងារឆ្លៀតពេលទំនេរឬម៉ោងសម្រាកគេតែអង្គុយជុំគ្នាចែកលេងដើម្បីបន្ធូរអារម្មណ៍ដោយហេតុថាមនុស្សទូទៅចូលចិត្តលើកយកបញ្ហាផ្សេងៗមកជជែកវែកញែករកខុសត្រូវជាពិសេសរឿងរ៉ាវរបស់គ្នាឯងមានចំណុចខ្លះគេក៏ទៅជាខ្វែងយោបល់គ្នាម្នាក់ៗមិនព្រមបន្ធូរដៃរឹតតែបន្តឹងសរសៃករហូតឈានទៅដល់ការឆ្លោះប្រកែកមិនព្រមចោះចាញ់រៀងៗខ្លួនក៏មានយ៉ាងនោះដោយសារតែទស្សនៈនិងការយល់ឃើញរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នាមើលឃើញបញ្ហាមិនដូចគ្នាប្រសិនបើភាគីទាំងពីរមិនគិតផ្ទុយពីគ្នាក្នុងស្ថានភាពដែលមិនមាននរណាម្នាក់ព្រមចោះចាញ់ទេនោះការឆ្លោះប្រកែកនឹងកើតមានដោយមិនអាចជៀសផុតបានឡើយទោះបីជាម្នាក់ៗដឹងរៀងៗខ្លួនថាការឆ្លោះប្រកែកនោះមិនមានហេតុផលប្រយោជន៍ដល់ភាគីណាមួយក៏ពិតមែនតែដើម្បីចង់ឈ្នះចាញ់គេក៏មិនដោយតាមអារម្មណ៍រៀងៗខ្លួនដោយមិនចាំបាច់យល់មុខយល់មាត់ថានរណាជានរណាទេជួនកាលរហូតដល់ដំឡើងសាច់ដុំដាក់គ្នាក៏មានដែរការគ្រាមួយមាននិស្សិតម្នាក់